បន្ទាប់ពីខ្ញុំចេញ status នេះមួយឃើញថាមានបងប្អូនសិស្សចាប់អារម្មណ៍ច្រើនមែនតើចានៅថ្ងៃទាំងម៉ាក់ដំបងតែម៉ាក់កូន2កូន3អញ្ចឹងទៅចាខ្ញុំមាន comment ច្រើនមែនតើចាអញ្ចឹងសម្រាប់ status នេះតាំងពីខ្ញុំត្រូវថែមមកពាក្យទៀតប៉ុន្តែដោយសារក្នុង TikTok ខ្ញុំសរសេរបានតែ250ពាក្យថែមមកកើតបងប្អូនអរគ្នាចាខ្ញុំត្រូវថែមថាករណីដែលយើងអាចរួមភេទបានពេលមានទេពួកគឺសម្រាប់ម៉ាក់ដែលមានសុខភាពល្អទាំងម្ដាយទាំងកូនចាតែបើសិនក្នុងករណីម៉ាក់ចាទីមួយខ្ញុំពិបាកក្នុងការមានកូនដូចថាយើងរៀបការ4 5ឆ្នាំអត់មានកូនដល់ពេលយើងមានកូនយើងត្រូវតមការរួមភេទយ៉ាងតិចបំផុតក៏3ខែដែរចាព្រោះអីយើងពិបាកក្នុងការមានកូនយើងប្រឈមនឹងការរលូតទៅវិញទី2ម៉ាក់រលូតកូនញឹកញាប់មិនថាយើងមានកូនដំបូងហើយយើងរលូតបាត់ចាអញ្ចឹងកូនទី2បើតែសុខភាពស្បួនយើងអត់សូវមាន់តមល្អទេអញ្ចឹងយើងត្រូវតមការរួមភេទដែរយ៉ាងតិចបំផុតក៏3ទៅ5ខែដូចគ្នាចាហ្នឹងហើយតើតើនៅស្ត្រីដែលគាត់រលូតកូនញឹកញាប់គម្រាមរលូតនោះបានន័យថាយើងធ្លាក់ឈាមតិចធម្មតាតិចតិចចឹងណាតែកូនញឹកទៅរលូតគេថាគម្រាមរលូតអញ្ចឹងយើងត្រូវតមការរួមភេទដាច់ខាតដែរមួយទៀតគឺតើតើនឹងស្ត្រីដែលគាត់គម្រាមសម្រាលដែលថាគាត់ពើពោះបាន6ខែហើយឬ7ខែសម្រាប់កូនចង់សម្រាប់មុនខែអញ្ចឹងក៏យើងត្រូវតមការរួមភេទដែរអញ្ចឹងវាមិនមែនថាគ្រប់ស្ត្រីមានទេពូទាំងអស់ត្រូវតែរួមភេទទេប៉ុន្តែក៏មិនមែនបានន័យថាយើងត្រូវផ្ដាច់តំណែងផ្លូវភេទនឹងទាំងស្រុងរវាងប្តីប្រពន្ធដែរចាហើយខ្ញុំនឹងធ្វើវីដេអូតទៅថាហេតុអីបានខ្ញុំនិយាយរឿងថាផ្លូវភេទសំខាន់រវាងប្តីប្រពន្ធណាហ្នឹងហើយខ្ញុំឃើញបងប្អូនខ្លះគាត់ថាជីវិតប្តីប្រពន្ធមកគិតទៅរឿងភេទពេកចប់ហីចាប្តីមិនល្អអីអញ្ចឹងទៅចាតាមពិតបងប្អូនបរិះខ្លះគាត់ល្អចាហើយខ្ញុំជួបក្នុងករណីហ្នឹងចាប៉ុន្តែដោយសារគាត់គិតថាការដែលគាត់រួមភេទជាមួយប្រពន្ធនៅពេលមានផ្ទៃពោះគឺធ្វើឲ្យប៉ះពាល់ដល់កូនគាត់អញ្ចឹងគាត់ចង់ឲ្យសុខភាពប្រពន្ធគាត់ល្អឬក៏កូនគាត់ល្អគាត់មិនប៉ះពាល់តែម្ដងប៉ុន្តែអ្វីដែលនឹកស្មានដល់គឺបងប្រុសគាត់ទៅរកសេវាខាងក្រៅហើយកាន់តែលើសនឹងទៀតគឺគាត់ឆ្លងជំងឺកាមរោគស្មាយទៀតចាហើយហេតុអីបានខ្ញុំនិយាយថាគាត់ក៏ជាមនុស្សប្រុសល្អដែរចាប៉ុន្តែមិនល្អណាស់ទេដោយសារគាត់បានទៅរកសេវាខាងក្រៅអត់ប្រើស្រោមចាតែល្អត្រង់ថាមិនគឺគាត់ភ័យបារម្ភមែនទេពេលគាត់មានជំងឺនឹងគាត់បញ្ញាប់ព្យាបាលហើយគាត់មកប្រពន្ធគាត់មកឆែកឈាមមកអីទាំងអស់តែគាត់ប្រាប់ថាគាត់ដែរបានរួមភេទជាមួយប្រពន្ធនេះគ្រូតាំងពីខ្ញុំមានអារម្មណ៍ថាសង្ស័យខ្លួនឯងមានមុខស្វាយគឺគាត់ដូនភេទហ្មងចាអញ្ចឹងលទ្ធផលគឺប្រពន្ធគាត់អត់មានមុខស្វាយដោយសារគាត់អត់មានបានរួមភេទជាមួយប្រពន្ធចារហូតដល់ប្រពន្ធគាត់កូនបាន4 5ខែហើយក៏ដោយអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងបានថាតើតើនឹងកលឹះនៃជីវិតគូរបស់គាត់បើសិនជាគាត់អាចថាមិនខ្លាចដល់ថ្នាក់នឹងពេកបើមិនខ្លាចបារម្ភប្រពន្ធស្លាញ់ប្រពន្ធលឹះលុបពេកយើងអាចរួមភេទបែបប្តីប្រពន្ធធម្មតាចាគឺគាត់អាចនឹងអត់មានរឿងនេះកើតឡើងគាត់អាចឲ្យប្រពន្ធជួយទៅនេះដូចករណីបងស្រីគាត់លើកឡើងក្នុង comment របស់ខ្ញុំនឹងចឹងគាត់ថាសម្រាប់គាត់ពេលពោះធំគឺសុខភាពគាត់មានបញ្ហាទាំងអស់ទាំងម្ដាយទាំងកូនតែប្តីខ្ញុំខ្លាចប៉ះពាល់កូនជាងខ្ញុំទៅទៀតអញ្ចឹងទៅប្តីគាត់នឹងធ្វើខ្លួនឯងដោយគ្រាន់តែឲ្យខ្ញុំនៅចិត្តនឹងបំបោះអង្អែលថាគាត់តែប៉ុណ្ណោះចាអញ្ចឹងបានថាបរិសុទ្ធទៅចង់រួមភេទប៉ុន្តែដោយសារគាត់ខ្លាចបារម្ភខ្លាចប៉ះពាល់ដល់កូនគាត់ឲ្យប្រពន្ធជួយបំបោះអង្អែលឲ្យមានអារម្មណ៍អញ្ចឹងគាត់អាចសម្រេចខ្លួនឯងបានឃើញទេអត់ចាំបាច់ទៅរកសេវាខាងក្រៅទេហើយប្រពន្ធក៏អាចជួយពីប្តីថាធម្មតាប្តីគឺគាត់ត្រូវការរួមភេទហើយបើគាត់មិនរួមភេទតែគាត់ទៅណាគាត់ធ្វើមិនគាត់ចង់បញ្ចេញនៅគេហៅថាអារម្មណ៍តានតឹងហ្នឹងបំបត្តិ stress ក្រោយពីរួមភេទហើយហ្នឹងគាត់ទៅណាអញ្ចឹងយើងប្រពន្ធយើងត្រូវសង្ស័យយើងត្រូវដឹងដែរយើងត្រូវដឹងថាអូប្តីមកពីធ្វើការថ្ងៃហ្នឹងគឺមិន stress មិនហត់មិនដកហើមធំម៉េចអញ្ចឹងយើងត្រូវដឹងចាអញ្ចឹងយើងត្រូវដឹងយើងធម្មតាជីវិតប្តីប្រពន្ធអត់មានអ្នកណាក្រៅពី2នាក់ដែលអាចនិយាយសោះសួរគ្នាទេអញ្ចឹងខ្ញុំនិយាយថាតំណែងរឿងផ្លូវភេទវាសំខាន់អ្នកខ្លះគឺឈានដល់ការលែងអ្នកគ្នាមិនយល់ចិត្តគ្នាក៏ដល់ដោយសាររឿងហ្នឹងដែរបងប្អូនកុំគិតថារឿងហ្នឹងមិនសំខាន់ណាចាហ្នឹងហើយប៉ុន្តែខ្ញុំនិយាយទៅសម្រាប់បរិសុទ្ធដែលគាត់ធម្មតាខ្ញុំអត់សំដៅទៅលើបរិសុទ្ធដែលគាត់មានការតណ្ហាក្រាស់ឬក៏គាត់គិតតែរឿងភេទពេកគាត់គិតតែប្រើអីដើម្បីរួមភេទបានយូរធំអីខ្ញុំអត់រាប់បញ្ចូលទេគេហៅរោគចិត្តចារោគចិត្តអានេះខ្ញុំនិយាយសម្រាប់បរិសុទ្ធទូទៅធម្មតាហើយគាត់ជាបរិសុទ្ធដែលល្អដែរដូចករណីខ្ញុំលើកខាងឡើងហ្នឹងអញ្ចឹងបើសិន